របៀប trade មាសដែលមើលទៅលើប្រាក់ប្រេងហើយនឹងលុយដុល្លារអ្នកនេះប្រកាសឆ្ងល់តែហេតុនេះបានតែមើលទៅលើប្រាក់ប្រេងនិងក៏លុយដុល្លារអញ្ចឹងទៅបើថាអ្នកនេះ trade ទៅលើ forex អានេះនឹងឃើញទៅលើពាក្យថា XAU USD អញ្ចឹងបើយើងបំបែកពាក្យ XAU USD នេះចេញអ្នកនេះនឹងឃើញទៅលើពាក្យថា XAU មានន័យថាមាសហើយនឹង USD គឺជាលុយដុល្លារអញ្ចឹងបានគេយកអានឹងយកមកវិភាគចុះប្រាក់និងប្រេងហើយអីក៏យើងត្រូវមើលដែរទៅដោយសារតែមាសគេហៅថាប្រភេទលោហៈធាតុអញ្ចឹងយើងទៅប្រើមាសជាមួយនឹងប្រាក់ដើម្បីយើងមើលទៅលើ SMT ជាងដល់វីដេអូខ្ញុំប្រាប់ហើយទៅលើប្រេងដោយសារតែរងថ្ងៃអ្នកនេះគិតថាអូឲ្យតែមានសង្គ្រាមប្រកាសជាយើងនាំគ្នាទិញមាសតាមពិតអត់អញ្ចឹងទេបើយើងមើលឲ្យចំទៅសង្គ្រាមរងថ្ងៃទៅគឺតាក់ទងជាមួយនឹងប្រេងអញ្ចឹងអ្នកដែលមានលុយវិនិយោគគេនឹងដកលុយគេមានលុយដុល្លារគេមាន real estate គេមានអីចឹងទៅមាសអីចឹងទៅអញ្ចឹងគេនឹងដកពីរបស់ទាំងអស់ហ្នឹងគេនឹងទៅទិញប្រេងនឹងក៏អីចឹងអញ្ចឹងបាននៅពេលដែលគេដកលុយរវាងដកមាសដកលុយដុល្លារនិងប្រេងវាធ្វើឲ្យមានមួយឡើងមួយចុះដល់ហេតុហ្នឹងហើយយើងត្រូវរកអាចចំណុចគោលមួយប្រសពគ្នាមួយតែយើងដឹងថាតើពេលណាយើងគួរលក់ពេលណាគួរយើងទិញមាសមុនដល់វីដេអូបើសិនជាចង់បង្កើត contract ដើម្បីទទួលបានលុយ rebate ឡើងវិញចាប់1 លានក្នុង lot ឬក៏រង្វាន់បានពីលើបន្ថែមបានទៅ rebate ដែរបានរង្វាន់បន្ថែមទៀតយ៉ាងនេះអាច scan QR ឬ share link វីដេអូនៅខាងលើបានហើយខ្ញុំក៏មានវគ្គបរិញ្ញាសម្រាប់ចំនួនទី3ផងដែរបើអ្នកចង់ដឹងព័ត៌មានបន្ថែមអាច inbox ចូលបានអញ្ចឹងខ្ញុំឧទាហរណ៍កន្លែងនេះឲ្យអ្នកគ្នាមើលអញ្ចឹងឧទាហរណ៍ថាឥឡូវដំបូងខ្ញុំមើលទៅលើមាសខ្ញុំដាក់ XAU USD ទៅខ្ញុំដែរមើលទៅលើ pair FHM ប៉ុន្តែមួយទៀតខ្ញុំប្រៀបធៀបជាមួយនឹងDXY ឥឡូវឧទាហរណ៍ខ្ញុំដាក់ឆាតមួយទៀតទាំងទី2មួយទៀតនេះឲ្យអ្នកគ្នាមើលខ្ញុំដាក់ថា DXY នេះមានថាជាលុយដុល្លារនេះអាចប្រើលើមួយនេះក៏បានឥឡូវឧទាហរណ៍ DXY អញ្ចឹងនេះឃើញនៅក្នុងម៉ោង New York នេះមាសបាញ់ឡើងលើប៉ាំងប៉ុន្តែលុយដុល្លារមើលបាញ់ចុះក្រោមប៉ុន្តែមិនមែនមានថាអូខេឲ្យតែលុយដុល្លារបាញ់ចុះក្រោមមាសឲ្យតែឡើងលើតែប៉ុន្តែយើងត្រូវមើលជាមួយ SMT អញ្ចឹង SMT គឺយើងមើលពីតង់យើងមើលទៅលើប្រេងម្ដងចុះបើប្រេងយើងអាចមើលប្រភេទអីគេ US oil មកយើងអាចមើល S oil ឬក៏ WTI នេះ US oil នេះ FHM ដូចគ្នានេះមក yes អញ្ចឹងយើងនឹងឃើញមាសបាញ់ឡើងលើមាសគឺមួយប្រាក់អីហ្នឹងគឺបាញ់ឡើងលើអស់ហើយប៉ុន្តែប្រេងគឺបាញ់ចុះក្រោមអញ្ចឹងបានយើងរកកន្លែងចូលកន្លែងហ្នឹងបានមានចំណុចប្រសពរវាង4រវាង4អញ្ចឹងមានថា SMT 2និង2បញ្ជាក់អ្នកស្គាល់ SMT ហើយគឺយើងត្រូវមើល SMT រវាងប្រាក់ហើយនឹងមាសដើម្បីយើងយកកន្លែងចូលមាសមួយទៀតគឺយើងរក SMT ជាមួយនឹងលុយដុល្លារហើយនឹងប្រេងអញ្ចឹងយើងនឹងបង្ហាញដល់នេះអញ្ចឹងអត់ពិបាកទេមកទី1គឺយើងមើលទៅលើមាសហើយនឹងប្រាក់សិនអញ្ចឹងខ្ញុំឧទាហរណ៍គ្នាយើងមើលកន្លែងនេះកន្លែងខ្ញុំ main entry ទី1ខ្ញុំត្រូវរកមើល SMT សិន SMT កន្លែងនេះយើងអាចមើលទៅលើ screen ខ្ញុំឧទាហរណ៍បាន SMT មានថាម៉េចបើសិនជាមាសអាចបង្កើតតម្លៃខ្ពស់បំផុតបានប៉ុន្តែប្រាក់អាចបង្កើតតម្លៃខ្ពស់បំផុតថ្មីបាននៅក្នុងកលៈទេសៈឬក៏វេលាហ្នឹងគឺអាហ្នឹងគេហៅ SMT អញ្ចឹងខ្ញុំឧទាហរណ៍ថានៅក្នុងចន្លោះនេះឥឡូវម៉ោង 20:00 ឬក៏ម៉ោង 8 នេះអញ្ចឹងបើយើងចាប់មកនេះពីចន្លោះម៉ោងហ្នឹងឬក៏ពេលខ្លះខុសគ្នាមួយ candle ក៏អត់ជាមានបញ្ហាដែរអញ្ចឹងឧទាហរណ៍ថាក្នុងចន្លោះនេះម៉ោង 8 នេះឥឡូវនេះអានេះចន្លោះពីម៉ោង 8 ដូចគ្នាអានេះខុសគ្នាឥឡូវខ្ញុំដាក់ candle stick 15 នាទីទៅអត់អីទេyes ម៉ោង 8 នេះ candle ម៉ោង 8 ដូចគ្នាអញ្ចឹងនេះចន្លោះអានេះយើងមើល candle ដូចគ្នាមកខ្ញុំដាក់10 នាទីអានេះយើងមើល15 នាទីដូចគ្នាអញ្ចឹងចន្លោះម៉ោង 8 ដូចគ្នាឃើញនេះអានេះក៏ម៉ោង 8 អានេះក៏ម៉ោង 8 អញ្ចឹងមានន័យថាពីចន្លោះម៉ោង 8 រហូតដល់ម៉ោងម៉ែម៉ោង 9:30 ឬក៏ 9:45 នៅចន្លោះម៉ោងហ្នឹងគឺឃើញមិននេះយើងឃើញនេះ silver នេះមានន័យថាប្រាក់វាបង្កើតតម្លៃខ្ពស់ជាងមុនថ្មីបានប៉ុន្តែឥឡូវបើសិនជាចន្លោះម៉ោងដល់9 កន្លះដែរឥឡូវខ្ញុំចាំមើលនេះកន្លែងនេះដល់ម៉ោង 9 កន្លះនេះតើមាសនេះអាចបង្កើតតម្លៃខ្ពស់បំផុតថ្មីបានអត់ទេអញ្ចឹងចន្លោះម៉ោងនេះឃើញទេមានថាប្រាក់អាចបង្កើតតម្លៃខ្ពស់ជាងមុនថ្មីបានប៉ុន្តែមាសអត់អាចបង្កើតតម្លៃខ្ពស់ជាងមុនថ្មីបានឥឡូវយើងមើលចន្លោះម៉ោងខុសគ្នាមួយ candle អីដែរតែមើលម៉ោងនេះគឺម៉ោង 8 ដូចគ្នា start ពីនេះអានេះគឺម៉ោង 8 ដូចគ្នានេះម៉ោង 8 រហូតដល់ម៉ោងនេះ9 កន្លះត្រូវអត់អានេះក៏ម៉ោង 8 ដែរប្រាក់ម៉ោង 8 ដូចគ្នា 8:00 មិនអញ្ចឹងយើងម៉ោង 20 នេះហេតុអីខ្ញុំនិយាយម៉ោង 8 ម៉ោង 20 ស្រុកខ្មែរយើងម៉ោង 8 មិនអញ្ចឹង 20 ម៉ោងដូចគ្នាហ្នឹងហើយនេះម៉ោង 21:30 ឬក៏ម៉ោង 9 កន្លះអញ្ចឹងយើងមើលក្នុងចន្លោះនេះផ្សេងអត់ស្អាតជាស្អីនេះចន្លោះម៉ោងនេះមើលឃើញទេអាមួយបាញ់ចុះក្រោមអាមួយទៀតបាញ់ឡើងលើយល់ទេមួយបាញ់ចុះក្រោមមួយបាញ់ឡើងលើអញ្ចឹងមានថាអាហ្នឹងហើយគេហៅវាថាអីគេកន្លែងនេះ SMT ណា SMT រវាងអីគេរវាងកន្លែងនេះគេហៅថា SMT រវាងមាសហើយនឹងប្រាក់មាសហើយនឹងប្រាក់ XAU USD ហើយនឹង XAG USD ធម្មតាយើងមានប៉ុណ្ណឹងយើងអាចលក់បានប៉ុន្តែយើងចង់ឲ្យ strong ដូចខ្ញុំឲ្យប្រាប់គ្នាយើងបាញ់មិញហ្នឹងយើងត្រូវរកមើល SMT រវាងអីគេទៀតរវាងជាមួយលុយដុល្លារហើយនឹងប្រេងអូខេអញ្ចឹងបើសិនជា SMT នេះSMT រវាងមាសហើយនឹងប្រាក់វាកាត់ឡើងគឺវាច្រើនវានៅលើចេះអូខេនៅលើចេះមាសអត់អាចបង្កើតតម្លៃខ្ពស់បំផុតថ្មីបានប៉ុន្តែប្រាក់អាចបង្កើតតម្លៃខ្ពស់បំផុតថ្មីបាននៅចន្លោះពេលវេលាហ្នឹងប៉ុន្តែបើយើងមើលទៅលើពពួកដូចជាលុយដុល្លារហើយនឹងប្រេងវិញគឺប្រកាសវានៅពីក្រោមអញ្ចឹង SMT ប្រកាសវានៅពីក្រោមវិញអញ្ចឹងប៉ុន្តែយើងចាំមើលម៉ោងអូខេចន្លោះម៉ោង 8 កន្លះរហូតដល់ម៉ោង
9:30ប៉ុន្តែខុសត្រូវគ្នាថាពេលខ្លះអានេះអាចដល់ម៉ោងនេះឧទាហរណ៍ថានេះអាចដល់ម៉ោង8ដល់5នាទីឬក៏ពេលខ្លះ SMT នឹងវាមានអត់ដល់ម៉ោង8ទេប៉ុន្តែម៉ោង7:45នាទីក៏យកបានដែរខុសត្រូវគ្នាមួយ candle ហើយក៏បានអត់អីទេអញ្ចឹងខ្ញុំនឹងដូរមកមើលទៅលើលុយដុល្លារហើយនឹងទៅលើប្រេងម្ដងណាអូខេបន្តមកខ្ញុំដូរទៅលើនេះអានេះ pair នេះខ្ញុំយកទៅលើលុយដុល្លារហើយនឹងប្រេងម្ដងអញ្ចឹងយកដុល្លារលុយដុល្លារគឺអីគេ DXY អូខេខ្ញុំអាចមើលអានេះក៏បានដែរហើយបន្តមកទៀតខ្ញុំដាក់មកខាងទៀតនេះខ្ញុំសុំលុបនេះសិនលុបអស់ហើយកន្លែងនេះគឺខ្ញុំដាក់ទៅលើប្រេងហ្នឹងមិន USO នេះ Y USOIL មកនេះយើងប្រើ FHM មកនេះអូខេអញ្ចឹងយើងត្រូវរក SMT មួយទៀត SMT វាថាម៉េចមានថាឧទាហរណ៍ថាឥឡូវចន្លោះម៉ោង8ដូចគ្នាឃើញម៉ោង8ដូចគ្នាម៉ោង8រហូតដល់ម៉ោង9:30អូខេឃើញមិនឃើញប្រេងនេះជាស្អីនេះលុយដុល្លារណាមានន័យថាលុយដុល្លារនៅចន្លោះម៉ោង8នេះម៉ោង20មិនម៉ោង8មិនអញ្ចឹងចន្លោះម៉ោង8មិញ9:30ដូចគ្នាត្រូវណា8ដល់9:30លុយដុល្លារអត់អាចបង្កើតតម្លៃទាបជាងមុនបានឃើញមានន័យថាទាបជាងមុនអត់អាចទៅផ្ដាច់អាកន្លែងទាបបំផុតថ្មីរបស់វាហ្នឹងមានន័យថាវាអត់អាចបង្កើតតម្លៃទាបជាងមុនបានប៉ុន្តែយើងមើលទៅលើប្រេងមើលប្រេងវិញចន្លោះម៉ោង8វិញនេះម៉ោង8អូខេវាបានបង្កើតអីគេនេះវាបានបង្កើតតម្លៃទាបជាងមុនថ្មីបានអានឹងគេហៅ SMT ដែរត្រូវអត់មិនអញ្ចឹងអូខេនេះអានេះម៉ោង8ដូចគ្នាអានេះម៉ោងអីគេម៉ោងគេនេះ9:30នាទីអូខេអញ្ចឹងឃើញថាហ្នឹងមានន័យថាម៉េចលុយដុល្លារហើយនឹងប្រេងមានន័យថាក្នុងចន្លោះម៉ោងហ្នឹងលុយដុល្លារទី1គឺអត់អាចបង្កើតតម្លៃទាបជាងមុនបានប៉ុន្តែប្រេងវិញវាបានបង្កើតតម្លៃទាបជាងមុនបានអញ្ចឹងមានន័យថាកន្លែងនេះគឺហៅថា SMT ឯងមិនអញ្ចឹង SMT រវាងអីគេ DXY និង oil ឬក៏ប្រេងទៅអញ្ចឹងយើងដាក់ឲ្យដឹងមកចុះមិញអ្នកនេះចាំហ៎យើងមានជាមួយនឹង SMT រវាងមាសដូចគ្នាមិនអញ្ចឹងមាសដូចគ្នាអញ្ចឹងអូខេកន្លែងនេះមាន SMT ប្រសពគ្នាអស់ហើយ SMT ដល់ទៅប្រហែលតង់ហើយ SMT រវាងមាសហើយនឹងប្រាក់មួយរវាងលុយដុល្លារហើយនឹងប្រេងមួយទៀតអញ្ចឹងពីរហ្នឹងបូកចូលគ្នាដូច strong អញ្ចឹងមានន័យថាទប់អស់ហើយព្រោះអីយើងនិយាយចឹងថាមាសហើយនឹងប្រាក់វាដើរទៅទឹមគ្នាប៉ុន្តែវានឹងប្រច្រាស់ទៅលើអីគេលុយដុល្លារហើយនឹងប្រេងវិញអញ្ចឹងឧទាហរណ៍ថាសូលដែលយើងចង់លក់មាសយើងលក់បានតែគ្នាចុះបើយើងចង់ទិញប្រេងបានតែគ្នាអញ្ចឹងប៉ុន្តែខ្ញុំជឿរើសទៅលើការលក់មាសអញ្ចឹងមានន័យថាដល់ម៉ោងហ្នឹងដល់ចន្លោះម៉ោងហ្នឹងនេះ9:30ទៅ9កន្លះហ្នឹងអញ្ចឹងខ្ញុំនឹងលក់នេះខ្ញុំកន្លែងនេះខ្ញុំនឹងលក់អូខេខ្ញុំនឹង short ហើយពេលដែលខ្ញុំឃើញ SMT បែបហ្នឹងក៏អស់បែបហ្នឹងប្រសពគ្នាជាងខ្ញុំនឹង short ហើយ SL ខ្ញុំគ្រាន់តែដាក់នៅលើ swing កន្លែងដែលវាបង្កើត SMT មកកន្លែងនេះខ្ពស់ជាងវាបន្តិចមកយើងដាក់នៅលើហ្នឹងតែបន្តិចមកហើយយើង TP ដាក់តែមួយ C2 មកគឺបានយកមក yes មួយ C2 ដូច position ខ្ញុំបានដាក់អញ្ចឹងទៅអញ្ចឹងនេះខ្ញុំឆ្ងល់ថាអូខេមួយរយៈនេះយើងពិបាកទេអត់ពិបាកទេមើលតែទម្រង់ដែលខ្ញុំប្រាប់អ្នកនេះទៅព្រោះអ្នកនេះខ្លះគាត់មើល SMT តែមួយតង់ប៉ុន្តែចុះបើយើងមើល SMT ពីរតង់អីដែលខ្ញុំបង្ហាញអ្នកនេះប្រកាសជាអត់មានតែគេនិយាយទៅចឹងសាកមើលហើយវាដូចតែអីដែលខ្ញុំបាននិយាយហ្នឹងអត់តែមើលទៅហើយខ្ញុំហ៊ាននិយាយថាអានឹងគឺ work strong មែនតើនៅក្នុង pandemic ឥឡូវខ្ញុំចង់និយាយថាមួយរយៈក្រោយដល់ពេលមានសង្គ្រាមទៅលើ hormone ណាមួយឥឡូវគេពងបិទច្រោះ hormone សង្គ្រាមដែរអញ្ចឹងប្រេងវាឡើងថ្លៃបើសិនជានេះចង់បង្កើត account ទៅដើម្បីទទួលបានលុយត្រឡប់វិញ rebate វិញចាប់មួយឡើងហ្នឹង lot ឬក៏បូកថែមជាមួយនឹង revert ច្រើនមែនតើយ៉ាមានអ្នកនេះតែបានកាន់តែច្រើន lot បាន rebate ហើយបានទាំង revert មកវិញទៀតបានបូកបញ្ចូលនេះគឺច្រើនមែនតើចំណេញមែនតើហើយខ្ញុំក៏នៅបើកវគ្គបរិញ្ញាចុងក្រោយ0ទៅ100ចំណុចទី3ចុងក្រោយនេះផងដែរគឺខ្ញុំអត់ចង់បើកទេព្រោះខ្ញុំហត់ខ្លាំងមែនតើតែដោយសារនេះសំណុំពរច្រើនហើយនឹងចង់សួរព័ត៌មានថែមនេះអាចឆាតមក personal Telegram របស់ខ្ញុំបានឬក៏ join channel Telegram របស់ខ្ញុំនៅខាងលើបានដើម្បីបានព័ត៌មានឬក៏ហ៊ានថែមទៀតជាច្រើនទៀតចាហើយពីខ្ញុំទៅមានតែប៉ុណ្្នឹងទេកុំភ្លេចជួបគ្នាជាមួយវីដេអូក្រោយជាបន្តទៀតបាយ